សួស្តីជួបជាមួយនឹង admin ទៀតហើយថ្ងៃនេះដែរ admin ចង់និទានរឿងមួយដោយសារមានបងប្រុសម្នាក់គាត់បានឆាតប្រាប់គាត់ថាឲ្យ admin និទានរឿងឲ្យគាត់ផងរឿងហ្នឹងគឺជារឿងពិតរវាងគាត់ជាមួយនឹងក្រុមគ្រួសាររបស់គាត់ចឹងរឿងហ្នឹងមុននឹងចូលដល់សាច់រឿងបងប្អូនជួយចុច subscribe ចុច like ឲ្យ admin ម្នាក់មួយផងហើយកុំភ្លេចដាក់រូបកណ្ដឹងមួយផងដែរណាចឹងរឿងហ្នឹងចាមានបងប្រុសហ្នឹងគាត់រៀបការជាមួយប្រពន្ធគាត់ហ្នឹងបាននៅជាមួយគ្នារយៈពេល2ឆ្នាំហើយក៏មានចំណងដៃមួយគឺបានកូនប្រុសឲ្យពួកគាត់ទាំងពីរនាក់ហើយថ្ងៃមួយដោយសារតែភារកិច្ចនិងទូនាទីរបស់បងប្រុសហ្នឹងគាត់ត្រូវចុះបេសកកម្មធ្វើការនៅឆ្ងាយនៅខេត្តឆ្ងាយពីប្រពន្ធគាត់ចឹងបេសកកម្មរបស់គាត់នឹងរយៈពេលយូរដែរ6ខែបានគាត់អាចមកផ្ទះមកធ្វើការនៅជិតផ្ទះជួបជុំក្រុមគ្រួសារគាត់វិញបានចឹងគាត់ក៏សម្រេចចិត្តថាទៅព្រោះឯជាទូនាទីបើមិនទៅទេក៏អត់កើតដែរចឹងពេលដែលទៅគាត់ក៏ផ្ដែផ្ដាំប្រាប់ប្រពន្ធគាត់ថាឲ្យមើលថែខ្លួនឯងផងមើលថែកូនផងពេលដែលប្តីមិននៅពេលដែលប្តីទៅរកស៊ីនៅឆ្ងាយទៅការនៅឆ្ងាយចឹងពេលទៅហ្នឹងមួយថ្ងៃពីរថ្ងៃដំបូងហ្នឹងដូចជាមិនសូវជាអីប្រហែលទេគាត់អាចតាក់ទងគ្នាខលឆាតរកគ្នាហើយនឹកដែរតែនឹកតិចតួចចឹងលុះដល់ពេលកាន់តែយូរទៅរយៈពេលចូលកន្លះខែនិងមួយខែទៅមុខទៀតចឹងគាត់ក៏កាន់តែនឹកគ្នាកាន់តែខ្លាំងប្តីនឹកប្រពន្ធនឹកប្តីហើយបើប្រពន្ធទៅលេងជាមួយប្តីអត់មានពេលណាចាំផ្ទះហើយម្យ៉ាងទៀតកូននៅតូចហើយការកលែងការងាររបស់ប្តីគាត់នឹងនៅឆ្ងាយធ្វើគាត់ពិបាកធ្វើដំណើរទៅហើយបើប្តីមកផ្ទះជួបប្រពន្ធវិញក៏មកអត់កើតដែរប្តីភារកិច្ចទូនាទីមិនទាន់ចប់មិនអាចមកផ្ទះបានទេចឹងគាត់ក៏ឃ្លាតគ្នារយៈពេលយូររហូតដល់កន្លះឆ្នាំឯណោះហើយអ្នកទាំងពីរក៏តែងតែនឹកកលឹកគ្នាទៅវិញទៅមកមិនដឹងធ្វើយ៉ាងណាហើយក៏ដោយសារតែសម័យយើងនេះគឺរីកចម្រើនទំនើបអាចខលរកគ្នាបានទោះបីជានៅឆ្ងាយគ្នាដល់ណាក៏ដោយអាចខលតាមឆាតតាម Telegram និងបណ្ដាញសង្គមផ្សេងៗដែលអាចមើលមុខគ្នាកើតចឹងពួកគាត់ក៏តែងតែខលរកគ្នាខលជាវីដេអូពេលខ្លះហ្នឹងក៏យំរកគ្នាយំប្រាប់ថានឹកថាអីចឹងលុះដល់ពេលមួយហ្នឹងក៏ប្តីនឹកឃើញថាចង់មើលដោយសារតែខាននៅជាមួយគ្នាយូរអញ្ចឹងចង់មើលឲ្យប្រពន្ធហ្នឹងជួយថតឲ្យមើលកន្លែងដែលសំខាន់ណាកន្លែងដែលផ្ដល់សេចក្តីសុខឲ្យរបស់គាត់ពួកគាត់ទាំងពីរនាក់អញ្ចឹងណាចឹងក៏សម្រាប់ចិត្តខលវីដេអូរកគ្នាហើយក៏បង្ហាញគ្នាទៅវិញទៅមកធ្វើឲ្យអារម្មណ៍របស់អ្នកទាំងពីរហ្នឹងគឺដូចជានៅក្បែរគ្នាអញ្ចឹងទោះបីជាមើលតាមបណ្ដាញសង្គមក៏ដោយទោះបីតែមើលតាមឆាតតាម Telegram ក៏ពួកគាត់នៅតែមិនអស់ចិត្តដែរពេលខ្លះហ្នឹងពេលថ្ងៃចង់មើលទាំងថ្ងៃពេលខ្លះហ្នឹងក៏យប់ដោយសារតែពួកគាត់ធ្លាប់ចាប់ប្តីចាប់ប្រពន្ធនឹងគ្នាហើយពួកគាត់ក៏មិនមានការអៀនខ្មាស់អីទេតែធ្វើម៉េចឲ្យតែបានរកកន្លែងស្ងាត់ដូចជាក្នុងបន្ទប់ទឹកឬក៏ក្នុងបន្ទប់គេងអញ្ចឹងកុំឲ្យមានអ្នកផ្សេងមករំខានជាពិសេសកុំឲ្យអ្នកផ្សេងគេឃើញថាយើងនឹងខលរកគ្នាដោយបង្ហាញកន្លែងដែលលាក់បាំងកន្លែងដែលមិនគួរបង្ហាញប៉ុន្តែដោយសារពួកគាត់ចាប់ប្តីប្រពន្ធនឹងគ្នាអញ្ចឹងគាត់អត់ខ្មាស់អៀនទេគាត់ក៏ខលបង្ហាញគ្នាទៅវិញទៅមកបើដូចអ្នកខ្លះវិញជាសង្សារនៅឯក្រៅប្រទេសក៏នៅតែអាចខលមើលគ្នាទៅវិញទៅមកត្រឹមជាសង្សារក៏ពួកគេអាចខលបានអញ្ចឹងដល់ប្តីប្រពន្ធគាត់ខ្លាចអីនឹងខលខ្លាចអីនឹងមើលខ្លាចអីនឹងបង្ហាញព្រោះអីគាត់មានកូនមួយហើយគាត់លេងខ្មាស់លេងអៀនអីទៀតហើយអញ្ចឹងអ្នកទាំងពីរក៏អនុវត្តបែបនោះជារឿយរហូតដល់ប្តីរបស់គាត់នឹងគ្រប់អាណត្តិគ្រប់ខែដែលចាប់បេសកកម្មនៅខេត្តឆ្ងាយអញ្ចឹងគាត់ក៏បានមកជួបគ្នាអញ្ចឹងមកជួបមកដល់ផ្ទះនឹងយប់ទៀតយប់ប្រហែលជាម៉ោង12ជាងជិតម៉ោង1ម្ល៉េះត្រាក់អញ្ចឹងប្រពន្ធនឹងរងចាំទៅទឹងចាំប្តីដោយមុជទឹកលុបលាងខ្លួនសម្អាតរាងកាយឲ្យស្អាតបាច់ទឹកអប់ឲ្យក្អូបរងចាំប្តីពេលប្តីគាត់មកដល់ផ្លូវឆ្ងាយផងអីផងហត់អស់កម្លាំងក៏មុជទឹកក៏ចូលសម្រាកទៅពេលដែលសម្រាកជាមួយគ្នាបងប្អូនដឹងស្រាប់ហើយថាប្តីប្រពន្ធដែលឃ្លាតគ្នាឆ្ងាយគាត់តែងតែធ្វើអ្វីខ្លះដល់ពេលដែលជួបគ្នាម្ដង
ដោយសារតែឱកាសមិនសូវដែលមានទេហើយម្យ៉ាងទៀតក៏ខានយូរជួបមាត់ដូចគេថាខានយូរជួបមាត់អញ្ចឹងពួកគាត់ទាំងពីរក៏ចាប់ផ្ដើមគេងជាមួយគ្នាអបថើបគ្នាដូចជាស្និទ្ធស្នាលចឹងបានថាជីវិតជាគូជាប្តីប្រពន្ធទោះបីជានៅឃ្លាតឆ្ងាយគ្នាប៉ុណ្ណាក៏ដោយគឺពួកគាត់នឹងមិនអាចមានចិត្តគំនិតក្បត់គ្នាបានទេបើសិនជាប្តីប្រពន្ធនោះស្គាល់ពាក្យថាគ្រប់គ្រាន់សម្រាប់គ្នាទៅវិញទៅមកទោះបីជាឆ្ងាយគ្នាខានយូរជួបមាត់យ៉ាងណាក៏យើងមិនគួរទៅលួចលាក់មានថ្មីមានអ្នកក្រៅដើម្បីនឹងបន្ធូរអារម្មណ៍មកពេលនោះទេបើសម្រាប់ admin វិញគឺ admin មិនដែលធ្វើបែបហ្នឹងទេ admin តែងតែស្មោះស្ម័គ្រជាមួយនឹងក្រុមគ្រួសារប្រពន្ធកូនស្រឡាញ់មិនអាចបែកចិត្តបានទៅរកអ្នកថ្មីបានទេទោះបីជាគេនឹងល្អយ៉ាងណាមានយ៉ាងណាក៏ដោយចាំបើសម្រាប់បងប្អូនអ្នកទស្សនាវិញគឺមិនដែរជួយ comment ប្រាប់ admin ម្នាក់មួយផងថាស្មោះស្ម័គ្រស្រឡាញ់មួយទល់មួយជីវិតមិនបដូរមិនបោះបង់គ្នាដូច admin ដែលអត់ទោះបីជាធ្លាប់ជួបឧបសគ្គរឿងរ៉ាវក្នុងក្រុមគ្រួសារលំបាកវេទនាដល់ថ្នាក់ណាក៏ដោយក៏ admin នឹងមិនដែលបោះបង់ក្រុមគ្រួសារ admin ហើយក៏ប្រពន្ធរបស់ admin ក៏មិនដែលគឺថាស្អប់ចង់លេងលះអីដែរហើយរឿងនិទាននេះក៏ជារឿងពិតរបស់បងប្រុសម្នាក់តែ admin សុំមិនចេញឈ្មោះទេខ្លាចលោកប៉ះពាល់ដល់គាត់គ្រាន់តែឆាតប្រាប់ admin ដោយសារតែ admin បានធ្វើវីដេអូធ្វើអីចែករំលែករឿងនិទានក្តៅសាច់រឿងរំជើបរំជួលស៊ីអារម្មណ៍ដោយដែល admin បានធ្វើវីដេអូកន្លងមកហើយក៏សូមបញ្ជាក់ប្រាប់បងប្អូនថាគ្រាន់តែជារឿងនិទានមិនសំដៅលើនរណាម្នាក់ទេរឿងនិទានបែបរ៉ូមែនទិកសម្រាប់តែបងប្អូនដែលគាត់ចង់សម្ដាប់ចង់ស្វែងយល់ហើយក្មេងៗខ្លះហ្នឹងគាត់ទៅតែនៅក្មេងទេតែគាត់ចូលចិត្តសើចមើលឆែកមើលក្នុងបណ្ដាញសង្គមអារឿងស៊ីអារម្មណ៍រឿងរ៉ូមែនទិកអញ្ចឹងមិនថាជនបទមិនថាទីក្រុងគ្រប់ស្រទាប់វណ្ណៈឲ្យតែគាត់ធំដឹងក្តីគាត់តែងតែចង់ឃើញចង់យល់ចង់ដឹងថារឿងហ្នឹងវាយ៉ាងម៉េចហើយអ្នកខ្លះហ្នឹងក្មេងៗខ្លះហ្នឹងនៅសិក្សាហើយមានសង្សារក៏អនុវត្តខុសកន្លងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរតើពួកគាត់ធ្វើបែបហ្នឹងបានអីមកវិញធ្វើឲ្យខូចកិត្តិយសគេឈ្មោះខ្មែរទាំងអស់តែហ្នឹងគឺជាជំរឿសរបស់គាត់ដោយសារតែគាត់ចង់ដឹងចង់យល់ចង់ឃើញចង់សាកចង់ភ្លក់រសជាតិថាវាយ៉ាងណាសម្រាប់ admin មិនថាអីទេគឺជាជំរឿសរបស់គាត់ហើយគាត់ជាអ្នកសិក្សារៀនសូត្រដែរគឺពួកគាត់ធ្វើអ្វីក៏ខ្សែតែគាត់ទៅតែបើសិនជាប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃចឹងគួរតែកុំធ្វើគួរតែកុំប៉ះព្រោះអីនាំតែមានទុកទោសដាក់ខ្លួនឯងធ្វើអ្វីក៏ធ្វើទៅកុំឲ្យទៅប៉ះពាល់ដល់អ្នកដទៃទៅបានហើយ